ក្នុងវីដេអូនេះយើងចង់រំលែកពីបទពិសោធន៍ជិះម៉ូតូឆ្លងព្រំដែនវៀតណាមទៅលេងកោះត្រល់ពួកខ្ញុំបានជិះម៉ូតូឆ្លងតាមច្រកតាន់ហុនហើយទៅទិញសំបុត្រនៅហាទៀងមុននឹងទិញសំបុត្រពួកយើងបានទៅដូរលុយនៅធនាគារគេណាអ្នកនរគ្នាទៅដូរលុយនៅធនាគារខាងវៀតណាមនោះអ្នកនរគ្នាកុំភ្លេចមើលលុយកុំឲ្យប្រឡាក់ឬក៏មានសញ្ញាអីលើលុយដោយសារគេដូរឲ្យហើយនៅនឹងគេដូរឲ្យតែ500 50ពេកក៏ដូរឲ្យអញ្ចឹងយើងដូរនៅធនាគារវៀតណាមវាបានលុយយើងច្រើនដែរដូចជាដូរ100បាន2លាន6សែនដងបន្ទាប់ពីដូរលុយហើយក៏មកទិញសំបុត្រទូកដើម្បីឡើងទៅយើងអាចមានពីចម្រើសយើងអាចទិញតាម website ក៏បានឬក៏មកទិញនៅតាមតូបគេលក់សំបុត្រនេះក៏បានដែរតម្លៃដូចតែគ្នាអ្នកនរគ្នាយើងអាចមកទិញនៅកន្លែងម៉ាក៏បានដែរម៉ាក៏ចាក់ខ្មែរអ្នកនរគ្នាកន្លែងគាត់នៅចិត្តទូកនឹងស្រាប់ចំពោះម៉ូតូរបស់យើងដាក់ផ្ញើកន្លែងម៉ាទៅមួយថ្ងៃអស់តែ3000ខ្មែរនឹងដោយសារគេឲ្យយកឡើងទៅកោះត្រប់ផងអញ្ចឹងពេលទៅដល់កោះត្រប់យើងជួលម៉ូតូគេនៅនោះទៅចំពោះតម្លៃសំបុត្រទូក Express នេះតម្លៃ216k មកគិតទៅប្រហែលជា800ជាងហើយសំបុត្រដែលយើងទិញនឹងគេមាន scan QR code យើងយកឲ្យអ្នកធ្វើការនៅនឹងគាត់ scan ទៅយើងឡើងទៅទូកហើយបើយើងរកកន្លែងអត់ឃើញយើងអាចសួរអ្នកធ្វើការនៅនឹងបានពេលសួរនឹងយើងអាចប្រើ Google Translate ឬក៏កាយវិការក៏បានដែរទូកភូកុក Express នេះពកក្រហមហើយជិះប្រហែល1ម៉ោងកន្លះអីដល់លេងពេលចុះពីលើទូកហើយយើងក៏រកម៉ូតូដើម្បីជួលអញ្ចឹងម៉ូតូនេះដំបូងគេកាត់7ឯកន្លះប៉ុន្តែយើងតថ្លៃគេផងអីផងទៅនៅសល់5ឯកន្លះអានេះសាច់អត់ចេះនិយាយវៀតណាមណាតថ្លៃគេបានចុះម៉ូតូមុននឹងយើងយកចេញយើងកុំភ្លេចឆែកមើលឲ្យច្បាស់ថាម៉ូតូហ្នឹងមានខុសខាតកន្លែងណាអត់ហើយយើងថតទុកមកចុងទៅស្នុកពេលមកវិញបើសិនជាគេថាយើងធ្វើបែកបាក់ខុសខាតកន្លែងណាគេទាលុយថែមអីយើងមានផុសតាំងអញ្ចឹងមួយទៀតកុំភ្លេចសុំណាមកាតឬក៏លេខទូរស័ព្ទគេផងដើម្បីយើងតាក់ទងទៅពេលយើងយកម៉ូតូមកសងគេវិញជួម៉ូតូហើយទៅក៏ជិះមកកន្លែងចាក់សាំងនៅណែគេចាក់សាំងគិតជាលុយយើងចាក់តែ 50k ខ្ទង់$2ចុះ$2ហ្នឹងបានប្រហែល2លីត្រជាងយើងជិះមួយថ្ងៃហ្នឹងមិនអស់ផងចំពោះលុយដងលេខរបស់វាច្រើនប៉ុន្តែនៅនេះគេគិតតែ KK ឧទាហរណ៍ថា 5000 អញ្ចឹងគេគិតតែ 5k អញ្ចឹងអា3ខ្ទង់ចុងក្រោយហ្នឹងគេគិតជា k វិញណាបន្តមកយើងមករកកន្លែងគេពួកយើងគេនៅម្ដុំខាងលើចុងកោះវិញម្ដុំ Win Wonder អ្នកនរគ្នាកន្លែងខ្ញុំគេហ្នឹងឈ្មោះ Rainforest Resort នៅហ្នឹងគេមាន free breakfast មាន swimming pool មានបោកកៅអៅម៉ាស៊ីនបោកកៅអៅ free គេមានជម្រើសឲ្យបើយើងយក25រៀលអត់មាន breakfast ហើយបើយើង23មាន breakfast cafe អ្នកកៅហើយគេមាន check ហើយនឹង fur អ្នកមួយចានអញ្ចឹងនៅហ្នឹងបរិយាកាសរៀងស្ងប់ស្ងាត់តែបើមកគ្នាច្រើនណាស់អាចទិញសាច់យកមកអាំងបានបន្ទាប់ពីពួកយើងដាក់កៅអៅដាក់អីមួយទឹកអីហើយក៏មកចុងកោះហៅមើលអីញ៉ាំដោយសារអត់បាយទាំងព្រឹកនិយាយទៅពួកខ្ញុំមកកោះត្រល់ពីថ្ងៃហ្នឹងខ្ញុំញ៉ាំតែហ្វឺហើយអត់មានបាយចូលពោះហ្នឹងណានៅtrongកោះនេះពួកយើងមកមើល live show គេនៅ Grand World នៅដល់គ្នាប៉ុន្តែ live show គេ show នៅម៉ោង9កន្លះអីអញ្ចឹងភ្ញៀវទៅ show នៅចាំមើលអញ្ចឹងដល់ម៉ោង9ទាំងអស់គ្នាគេឆ្លាតដល់អ្នកនរគ្នាគេអត់ចាក់ពេលប្លុកពេកគេសុខចិត្តចាក់ពេលយប់អញ្ចឹងដើម្បីឲ្យភ្ញៀវទៅ show នៅចាំមើលអញ្ចឹងមានអី live show គេស្អាតតាអញ្ចឹងស្អែកឡើងពួកយើងបានមក Win Wonder ប៉ុន្តែខ្ញុំអត់បានចូលលេងនៅខាងក្នុងទេដោយសារត្រូវដើរលេងច្រើនកន្លែងទៀតអញ្ចឹងថតរូបទៅនៅកែនោះក៏ស្អាតដែរនឹងអ្នកគ្នានៅ Win Wonder ហ្នឹងគេមានផ្ទះពណ៌ colorful ហើយនៅខាងក្នុងមានសួនទឹកដែរបើចូលលេងអស់ដូចជាម្នាក់$26បន្ទាប់ពីដើរលេងនៅ Win Wonder ហើយក៏មកកន្លែង Starfish តែ Starfish គេនៅអត់ជិះទូខ្ញុំមានជិះម៉ូតូទៅហើយដើរទៅរកមុំគ្រឿងដើរលងចុកជើងដែរណាបន្ទាប់ពីថតរូបជាមួយ Starfish ពីបេប៉ោះហើយក៏ជិះម៉ូតូទៅហុនធំណាកន្លែងជិះខ្សែកាបអ្នកនរគ្នាពីកន្លែង Starfish ហ្នឹងមកកន្លែងខ្សែកាបហ្នឹងឆ្ងាយដែរខ្ញុំជិះប្រហែល1ម៉ោងបន្ទាប់ពីមកដល់ខ្ញុំក៏ឡើងទៅលើរកទិញសំបុត្រដើម្បីជិះហើយទៅពេលឃើញមនុស្សត្មងជួទិញសំបុត្រច្រើនពេកក៏ខ្ញុំទៅទិញសំបុត្រនៅទូរបស់គេហ្មងហើយទូហ្នឹងគេគិតលុយតាម Visa Card ណាព្រោះទិញសំបុត្រហើយយើងក៏ឡើងមកកន្ត្រកហ្នឹងទៅពេលទៅអត់សូវមានមនុស្សជិះទេនៅកន្ត្រកហ្នឹងតែគ្នាខ្ញុំ4នាក់ហើយនឹងជនបរទេស2នាក់ទៀតចំពោះកន្ត្រកហ្នឹងអត់មានម៉ោងចេញម៉ោងចូលអីវាវិលចូលហ្មងណាអញ្ចឹងយើងចង់ជិះជើងមួយណាក៏បានកន្ត្រកមួយណាក៏បានដែរបើឡើងកន្ត្រកហ្នឹងកុំភ្លេចងាកមើលគ្នាផងណាប្រយ័ត្នឡើងកន្ត្រកខុសគ្នាវិញគ្នា
មើលទេសភាពឡើងស្អាតខ្លាំងហើយកធគេហ្នឹងដូចជាប្រវែង8គីឡូម៉ែត្រ7 8គីឡូម៉ែត្រណាហើយយើងជិះប្រហែល5 10នាទីមួយជើងហើយបាត់ពិសោធន៍នងអ្នកទាំងអស់គ្នាទៅកោះត្រល់រីកមិនបងកន្លែងជីកធនេះ អានេះដូច new experience របស់យើងហ្មងណាដោយសារវាមានទាំងរន្ធត់ញាប់ញ័រពីយើងសាច់ឡើងស្អកហើយដោយសារភ័យហើយកន្លែងបកគោលឆ្លងកាត់មួយហ្នឹងវាខ្ពស់ដល់ពេលធ្លាក់មកវាសើបខ្ញុំសាច់ឡើងចង់លុបព្រលឹងហើយអញ្ចឹងពេលមកដល់ចុងកោះខាងនេះក៏ដើរមើលនេះមើលនោះលេងទៅគេលក់វត្ថុអនុស្សាវរីយ៍ហើយនៅចុងកោះហ្នឹងក៏មានកន្លែងកំសាន្តជិះតងជិះអានេះឡើងចោះដែរបណ្ដាពួកខ្ញុំអត់ជិះផងដោយសារទុំតែជិះកធមិញហើយរន្ធត់ពេកចុះចង់អត់ហ៊ានជិះហើយនៅខាងនេះគេមានលក់វត្ថុអនុស្សាវរីយ៍អញ្ចឹងណាប៉ុន្តែតម្លៃវិញរៀងថ្លៃដែរដូចខ្ញុំទិញដូងមួយដូចជា$3ទិញនៅកោះខាងហ្នឹងណាខ្ញុំទៅហ្នឹងឃើញធัวខ្មែរយើងទៅច្រើនតាហើយទៅក៏ជួបមិត្តភក្តិខ្ញុំដែរនេះមិត្តភក្តិខ្ញុំក៏មកតាមធัวនេះសត្វតែខ្មែរហ្នឹងណាខ្ញុំពេលដល់លេងអស់ចិត្តនៅខាងនោះហើយក៏ត្រឡប់មកវិញណាបើនៅខាងដើមកោះនេះបានមានអាគារខ្ពស់ៗចម្រុះពណ៌ស្អាតណាកាប់ពេលទៅមកកធជិះតា6នាក់ពេលមកវិញមនុស្សឡើងច្រើនប្រហែល20នាក់បន្ទាប់ពីសាច់អស់កម្លាំងខ្លាំងពេកក៏មកម៉ាក់សាគេដូចជាអស់1000លុយខ្មែរប៉ាសាឲ្យជឿខ្លួនលើសដើមនៅដើមកោះខាងនេះមានអាគារខ្ពស់ៗច្រើនណាអាគារបែបអ៊ីតាលីក៏មានអាគារបែបអឺរ៉ុបក៏មានហើយខ្ញុំជិះ explore មើលពីបិជុំទៅហើយក៏ត្រឡប់មកវិញអំពិតខ្ញុំត្រូវនៅមើលថ្ងៃលិចនៅកន្លែងស្ពានសាន់ខេតគេបណ្ដាដោយសារកន្លែងខ្ញុំគេហ្នឹងវាឆ្ងាយពីកន្លែងនេះពេកអញ្ចឹងខ្លាចទៅយប់ជ្រៅហើយយើងអត់ស្គាល់ភូមិសាស្ត្រគេផងខ្លាចអញ្ចឹងណាអញ្ចឹងក៏ជិះមើលពីបិជុំហើយក៏ត្រឡប់មកកន្លែងគេវិញទៅកន្លែងខ្ញុំគេហ្នឹងនៅចិត្តកំពង់សោមយើងមើលពីចុងកោះទៅឃើញកោះសេះអញ្ចឹងណាដល់ពេលកធនេះនៅចិត្តកពតដែរយើងមើលពីលើកធទៅឃើញខេត្តកពតទៀតអញ្ចឹងមកខាងម្នាក់ពីគ្នាអញ្ចឹងសរុបមកធ្វើដំណើរទៅកោះត្រល់2យប់3ថ្ងៃហ្នឹងខ្ញុំចំណាយអស់តែខ្ទង់$130ឯងដោយសារអត់ចូលហាង brand មានតែញ៉ាំតែអាហារតាមចំផ្លូវឲ្យដែរអញ្ចឹងញ៉ាំមីកំប៉ុងញ៉ាំអីខ្លះទៅបានដើរលេងច្រើនកន្លែង